Việc số prey mà từng ở khné ngày nay chúng ta sum dục bờ miền muối để tẹt tông từ năng hú thay hú chật mà mình đăng thả cua này ở vậy saแต่មានករណីចៅបានសារភាពប្រាប់មូលហេតុក្រោយពីបានកាប់ជីតារបស់ខ្លួនវ័យអាយុ80ឆ្នាំស្រែកផ្អើលទាំងកណ្ដាលយប់រឿងនេះកើតឡើងនៅក្នុងខេត្តកំពង់ស្ពឺយុវជនជាចៅម្នាក់ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួនបន្ទាប់ពីទាញកាំបិតប៉ាំងតោកាប់ក្បាលជីតារបស់ខ្លួនឯងកំពុងតែសម្រានលក់កណ្ដាលអាត្រៀតព្រោះតែថាខឹងជីតារបស់ខ្លួនស្ដីបន្ទោសរឿងលួចបារីរបស់គាត់យកជក់ចៅចិត្តស្លុយទុកកំហឹងមិនបានក៏កាប់ជីតាស្រែកផ្អើលឆោឡោទាំងយប់ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាយប់រំលងអាត្រៀតឈានចូលថ្ងៃទី21ខែតុលាឆ្នាំ2025នៅក្នុងភូមិព្រៃក្តីឃុំរលាំងចកស្រុកសំរោងទងខេត្តកំពង់ស្ពឺសមត្ថកិច្ចស្រុកសំរោងទងបាននិយាយឲ្យដឹងថាកាលពីវេលាម៉ោង7ព្រឹកថ្ងៃទី21ខែតុលាឆ្នាំ2025ឈ្មោះសុនង៉ែតភេទស្រីអាយុ45ឆ្នាំរស់នៅក្នុងភូមិព្រៃក្តីឃុំរលាំងចកស្រុកសំរោងទងខេត្តកំពង់ស្ពឺបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរលាំងចកទៅលើឈ្មោះផានសុភ័ណ្ឌភេទប្រុសអាយុ21ឆ្នាំរស់នៅក្នុងភូមិព្រៃក្តីឃុំរលាំងចកស្រុកសំរោងទងត្រូវជាក្មួយកាលពីវេលាម៉ោង 1:30 នាទីរំលងអាត្រៀតឈានចូលថ្ងៃទី21ខែតុលាឆ្នាំ2025ឈ្មោះសុនង៉ែតខាងលើកំពុងតែសម្រាកនៅខាងក្រោមផ្ទះស្រាប់តែឮសំឡេងឪពុកឈ្មោះឈៀខេនអាយុ80ឆ្នាំរស់នៅក្នុងខ្ទមជិតផ្ទះរបស់ខ្លួនចម្ងាយប្រហែល4ម៉ែត្រពេលបានឮសំឡេងឲ្យស្រែកជួយផងឬគាត់ក៏បានចេញទៅមើលឃើញឈ្មោះសុភ័ណ្ឌយុវជនដៃដល់ដែលត្រូវជាក្មួយបានកាន់កាំបិតប៉ាំងតោនឹងដៃហើយឪពុកមានរងរបួសហូរឈាមពីក្បាលហើយបានប្រាប់ថាឈ្មោះសុភ័ណ្ឌបានយកកាំបិតកាប់មកលើរូបគាត់ភ្លាមនោះក្រុមគ្រួសារបានដឹកបញ្ជូនលោកតាវ័យ80ឆ្នាំយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺទាំងយប់សមត្ថកិច្ចស្រុកសំរោងទងបាននិយាយបន្តថាក្រោយពីទទួលបានពាក្យបណ្ដឹងពីស្ត្រីខាងលើនៅវេលាម៉ោង 9 ព្រឹកថ្ងៃទី21ខែតុលាឆ្នាំ2025កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌស្រុកសំរោងទងសហការជាមួយនឹងនគរបាលប៉ុស្តិ៍ឃុំក៏បានឃាត់ឈ្មោះផាន់សុភ័ណ្ឌយកមកធ្វើការសាកសួរបន្ទាប់ពីសួរនាំយុវជនដៃដល់ដែលជាចៅអាក្រក់ខូខើខាងលើបានឆ្លើយសារភាពថាខ្លួនពិតជាបានយកប៉ាំងតោកាប់ទៅលើជីតារបស់ខ្លួនពិតប្រាកដមែនមូលហេតុដែលធ្វើឲ្យរូបគេយកប៉ាំងតោកាំបិតនេះទៅកាប់ទៅលើជីតារបស់ខ្លួនឯងនោះក៏ព្រោះតែខឹងជីតាស្ដីបន្ទោសរឿងយកបារីរបស់គាត់ទៅជក់សមត្ថកិច្ចស្រុកសំរោងទងបានបញ្ជាក់ថាក្រោយឃាត់ខ្លួនយុវជនដៃដល់ដែលជាចៅខាងលើបានដកហូតកាំបិតប៉ាំងតោចំនួន1แล้วก็បានជំនាញកំពុងតែសាកសួរនិងកសាងសំណុំរឿងដើម្បីចាត់បន្តទៅតាមផ្លូវច្បាប់ផងដែរព័ត៌មានថ្ងៃនេះក៏មានតែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា